ត្រាប់ទីដុតត្រាប់ដើម្បីបកជួយទៅឆាមួយសាច់ជ្រូកចាំនេះជ្រើកាត់ភ្លើងខ្ជូងអាំងធ្វើទៅបានតែសាប្រែបើអ្នកខ្លោចផ្ទះដាក់ប៉ុណ្ណឹងហ្នឹងមកយើងយកទៅបកសម្បកយើងទៅរៀបវាទុកចានមួយលើទៅយើងឆាសាច់ច្រាំឆាតាមចំណូលចិត្តយកមកស្រោចពីលើត្រាប់ដែលយើងទៅរៀបវិធីផ្សេងៗគ្នាបាទនេះវិធីខាងខ្ញុំខ្ញុំព្រាបទៅយកបងប្អូនធ្វើយ៉ាងម៉េចក៏ធ្វើទៅតាមទម្លាប់អានេះរបៀបមនុស្សខ្ជិលហើយនៅផ្សារខ្ជិលដុតខ្ជិលអាំងខ្ជិលប្រកាត់ភ្លើងប្រើរយៈយកទៅដាក់ខ្ទះចឹងយើងបកrồiយើងរៀបវាចឹងឆាសាច់វាខ្ញុំយកមកដាក់ពីលើនេះសម្បកកុំឲ្យដុតខ្លោចពេកតែខ្លោចពេកវាបាក់បកជាបបខ្មៅមុំក៏បកស្រួលហាន់ហើយយើងច្រាំតែខ្ញុំមិនបានច្រាំទេឆាដូចទម្លាប់យើងឆាតាមតែនេះខ្លាញ់ខ្ទឹមហូងទៅឃើញដើមខ្ទឹមសាដាក់គល់ខ្ទឹមមុនដាក់គ្រឿងដាក់អីឆាអត់ទេកុំសូវដាក់ស្ករព្រោះភាសាជាតិត្រាប់វាផ្អែមត្រាប់លឹងឆ្លូវនេះវាផ្អែមស្រេចវាមានជាតិផ្អែមខ្លាញ់ច្រើនកុំដាក់ខ្លាញ់ច្រើនកាលណាលោកខ្លាញ់ច្រើនវាខ្លាញ់ច្រើនណាក៏ទុកកន្លះម៉ោងវាអានេះទៅប្រេងចេញពីជាតិត្រាប់ដែលយើងដុតណាបើយើងអត់ដុតអត់ចេញប្រេងចឹងទេហើយឆាកុំផ្អែមតែផ្អែមគឺពិបាកណាបើអ្នកចូលចិត្តផ្អែមទៅខ្ញុំចូលចិត្តបន្លែមនេះលើឃើញថាវាសាច់ឆ្អិន 90% យើងខ្ញុំដាក់គ្រឿងនេះមានម្សៅស៊ុបស្ករខ្ញុំដាក់មកល្ព្រាបាយស្ករម្សៅស៊ុបដាក់មកល្ព្រាកាហ្វេទេតាមចំណូលចិត្តនេះម្សៅរ៉ូឌីតែមុនហ្នឹងខ្ញុំបានដាក់ទឹកត្រីបន្តិចដែរដើម្បីឲ្យវាមានក្លិនឈ្ងុយហើយខ្ញុំអន់ភ្លើងវាតិចយកមកវាខ្លោចតែប៉ុណ្្នឹងមកវារួចរាល់ឆាទៅឆ្អិនមកដុសយកដាក់ប្រាប់ឲ្យយើងរៀបរួចស្រេចនេះរយលឹកខ្ទឹមពីលើជាការស្រេចបាទវាទៅតាមរបៀបរបបធ្វើជំនាញរកកោះគ្នាខ្លះគេឆាត្រប់ឆៅក៏បានតែវារសជាតិផ្សេងគ្នាវាមិនទៅនិយមខាងខ្ញុំគេយកអូខេឆ្អិនហើយដាក់លឹកខ្ទឹមចូលទៅហើយខ្ញុំយកមកដួសរយលឹកពីលើត្រប់ឲ្យយើងបកនេះហើយគឺជាតិវាដាក់ម្ទេសក៏បានថែមម្ទេសពួកខ្ញុំចូលចិត្តថែមម្ទេសពេលហូបថែមម្ទេសម៉ត់ឬក៏ម្ទេសក្របអរគុណច្រើនណាស់យ៉ារួចរាល់ហើយនេះវាអត់យើងដាក់ស្ករតិចវាផ្អែមពីត្រប់ហ្នឹងមកមានរសជាតិមួយបែប